ផ្ដាំទៅមនុស្សប្រុសដែលមិនទាន់មានគូសកលបើខ្លួនមិនទាន់មានអ្វីសពគ្រប់ទេបងប្អូនកុំយកគេមកលំបាកជាមួយយើងអីហើយបងប្អូនកុំស្រឡាញ់គេសម្លឹងឃើញទ្រព្យសម្បត្តិគេកាលណាបងប្អូនសម្លឹងឃើញទ្រព្យសម្បត្តិខាងស្រីហើយយើងជាមនុស្សប្រុសចូលទៅក្នុងជីវិតរបស់គេទាំងដៃទទេគ្មានអ្វីទាំងអស់បងប្អូនថ្ងៃក្រោយនឹងទទួលសម្ពាធគេមើងងាយមើលថោកគេរិះគន់យើងតែម្ដងពេលនេះស្រឡាញ់គ្នាថ្មីថ្មោងគេមិនតន់រិះគន់មិនតន់មើងងាយយើងទេតែដល់ពេលថ្ងៃក្រោយមួយទៀតគេនឹងមើងងាយមើលថោកគេនឹងរិះគន់យើងដោយសារតែយើងគ្មានអ្វីសោះមានតែខ្លួនទទេចូលទៅក្នុងជីវិតរបស់គេអញ្ចឹងបើសិនជាមុននឹងជ្រើសរើសយកគេមករស់នៅជាមួយយើងមានអ្វីទាំងអស់មិនថាផ្ទះមិនថាឡានមិនថាមុខរបរការងារទេតែបើសិនជាយើងអត់ទាន់មានអីទាំងអស់មិនចាំបាច់ចូលទៅក្នុងជីវិតរបស់គេនាំគេមកលំបាកជាមួយយើងទេស៊ូរស់នៅឯកាតែម្នាក់ឯងទៅមិនចាំបាច់យកគេទេហើយបើសិនជាយើងគ្មានការតស៊ូយើងក៏មិនចាំបាច់យកគេមកដែរការងារអ្វីក៏ដោយមុខរបរអ្វីក៏ដោយគឺសុទ្ធតែល្អទាំងអស់ឲ្យតែយើងខំប្រឹងយើងតស៊ូគង់តែបានសម្រេចហើយមួយទៀតការរើសគូសកលមិនមែនរើសមួយខែមិនមែនរើសមួយឆ្នាំយើងត្រូវស្វែងយល់ពីគ្នាឲ្យបានច្បាស់មុននឹងជ្រើសរើសយកគាត់មករស់នៅជាមួយយើងព្រោះអីសម័យឥឡូវបើសិនជាយើងមើលឲ្យឃើញពិតប្រាកដគឺមនុស្សស្រីគាត់ស្រឡាញ់លុយជាធំណាការរូបរាងសម្រស់គាត់មិនសូវជាសម្លឹងឃើញទេគាត់សម្លឹងឃើញផលប្រយោជន៍ដែលយើងមានលុយដែរតែបើសិនជាយើងអត់លុយក៏គេមិនមើលយើងដែរតើនេះបងប្អូនសម័យឥឡូវគឺសម័យពេញនិយមប្រើប្រាស់របស់ប្រេនអញ្ចឹងបើសិនជាយើងចូលទៅក្នុងជីវិតរបស់គេយើងអត់មានលុយអីគេធ្វើខ្លួនក៏គេអត់ពេញចិត្តយើងដែរតើនេះបងប្អូនបារម្ភបើសិនជាបងប្អូនគិតថាបងប្អូនគ្មានអ្វីទាំងអស់គ្រាន់តែជាមនុស្សប្រុសសាមញ្ញជនបទម្នាក់ធ្វើស្រែចម្ការអញ្ចឹងគ្មានសមត្ថភាពចិញ្ចឹមគេអញ្ចឹងស៊ូរស់នៅតែឯងទៅវាមិនសូវទទួលសម្ពាធផ្លូវចិត្តឬនៅបង